សូមចម្រើនពរញាតិញោមថ្ងៃនេះគឺថ្ងៃសៅរ៍10រោចខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី8សីហាឆ្នាំ2026ចម្រើនពរព្រឹកនេះគឺជាសកម្មភាពក្នុងមូលដ្ឋានឃុំតាអូយើងដោយមានការសហការនិមន្តនិងអញ្ជើញចូលរួមពីព្រះគ្រូចារិកាវត្តគ្រីជុំដោមព្រះគ្រូចារិកាវត្តសម្រាប់ទីវងខាងត្បូងនិងញោមអញ្ញាធម៌រដ្ឋបាលឃុំតាអូតំណាងញោមមេឃុំមានបងក្រុមប្រឹក្សាបងស្មៀនព្រមទាំងសហការីរដ្ឋបាលឃុំតាអូដែលមានការអញ្ជើញចូលរួមពីញោមមេភូមិទាំងពីរភូមិគឺប្រធានភូមិដោមនិងប្រធានភូមិក្រាំងត្រមូងចម្រើនពរហើយនេះគឺសកម្មភាពបោះវែងជាក់ស្ដែងនៅលើបណ្ដោយផ្លូវចំនួន2550ម៉ែត្រពីមុខវត្តដោមទៅទល់នឹងសហគមន៍កសិកម្មគិរីឧត្តមតាអូញាតិញោមដែលពីដើមញាតិញោមស្គាល់ថាជាព្រៃចង្រុកដាក់ស្មើបាញ់នោះហើយព្រឹកនេះក៏សប្បាយចិត្តផងដែរញាតិញោមដោយធ្វើដំណើរថ្មើរជើងរហូតដល់2550នេះគឺជាការបោះវែងជាក់ស្ដែងនៅលើបណ្ដោយផ្លូវចំនួន2550ម៉ែត្រនេះដើម្បីកំណត់ចំនួនឲ្យដឹងក្នុងការដំឡើងច្បាស់លាស់ព្រោះថាចង់ចម្រើនពរញាតិញោមថាក្នុងបច្ចេកទេសការដំឡើងជើងម៉ាត់ជាក់ស្ដែងគឺត្រឹមត្រូវហើយប៉ុន្តែជួនកាលទៅអាចមានគំនូសខ្លះគឺគូសចំផ្លូវមុខផ្ទះញាតិញោមដែលដើរចេញមកចឹងញាតិញោមសូមកុំមានចម្ងល់អីកាលណាពេលដែលដំឡើងគឺក្រុមការងារនឹងធ្វើការរំកិលទៅតាមទស្សនវិជ្ជាជាក់ស្ដែងតែម្ដងបើសិនជាចំផ្លូវផ្ទះឯនោះគឺរំកិលទៅចំហៀងឬខាងអីចឹងទៅលើនេះធ្វើការវាស់វែងមកដល់វងមូលវត្តក្រាំងត្បូងហើយចម្រើនពរញាតិញោមចឹងទេនៅតែបន្តិចទៀតគឺចប់ហើយពររួចរាល់ជាស្ថាពរហើយយើងនៅតែធ្វើការរំចាំដំឡើងនៅពេលក្រោយនេះគឺលើបណ្ដោយផ្លូវពីរវងមូលដើមពោខាងកើតវត្តក្រាំងត្បូងទៅទល់នឹងសហគមន៍ដែលយើងហៅងាយស្រួលថាសហគមន៍ព្រៃចង្រុកនោះគឺបានស្រោចកៅស៊ូបណ្ដើហើយញាតិញោមអញ្ចឹងទេមិនយូរទេយើងនឹងបានផ្លូវកៅស៊ូថ្មីសាឡាងតែម្ដងនៅក្នុងឃុំតាអូយើងដែលពីមុនពុំធ្លាប់មានទេយើងពេលនេះស្គាល់ថាយើងមានកៅស៊ូហើយក្នុងភូមិស្រុករបស់យើងចម្រើនពរជាការសប្បាយចិត្តដែលអាត្មាធ្លាប់តែសង្ឃឹមនិងរំពឹងទុកអស់រយៈពេលជាច្រើនឆ្នាំពេលនេះយើងបានផ្លូវកៅស៊ូហើយញាតិញោមនៅតាមបណ្ដោយផ្លូវនេះក៏សប្បាយចិត្តមែនទែនព្រោះរាល់ដងយើងហុយផងយើង
កលុកផងយើងភ្លៀងពួកច្រំតែពីពេលនេះទៅយើងមានថ្នល់កស៊ូហើយអញ្ចឹងទេពេលនេះគឺបានបោះវែងចប់សពគ្រប់ក៏ធ្វើដំណើរត្រឡប់មកវត្ត